កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះកុងមានប្រពន្ធពីរនាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកកុងនាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកកុងបណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែមានខ្លាចេញខាំមនុស្សក្របីគោស៊ីរួយលុះដល់អ្នកកុងទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធោកពីចម្ងាយមកអ្នកកុងរត់ចូលរូងឈើរៀកនោមព្រោះភ័យញ័រដៃញ័រជើងនាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកកុងឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសក្តីថាខ្លាគេវាយងាប់ហើយធ្វើជាមុខវាយថែមទៀតប្រៅអីកុំសាកញីដូចណាអ្នកកុងជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រៅទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បានហើយអ្នកកុងក៏បោចវល់ចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកកុងសែងខ្លាមកគេបបួលគ្នាមកមើលពេញហើយគេសួរថាអ្នកឯងធ្វើដូចដេចបានជាចាប់បានខ្លានេះសាហាវណាស់ហើយប្រពន្ធអ្នកកុងក៏និយាយប្រាប់អ្នកស្រុកថាអ្នកកុងឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរអ្នកស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកកុងឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ជូររំលោភប្រពន្ធថាមិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់នោះទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បានអ្នកកុងក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកខាំខ្ញុំបានប្រែស្នៀតគុណពិសេសរបស់ខ្ញុំដូច្នេះហើយបានជាវាយវាបានថាហើយអ្នកកុងធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកកុងតែរាល់គ្នាឲ្យឈ្មោះថៃកុងហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះកុងហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្ដេចទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះដល់យូរបន្តិចទៅជួនជាមៀងសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ឲ្យយកកុងហ៊ានទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះកុងហ៊ានឮស្ដេចទ្រង់ឲ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះភ័យណាស់ពុំដឹងធ្វើម្ដេចនឹងប្រកែកបានត្បិតស្ដេចទ្រង់ប្រាហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកផ្ទះវិញដេកសន្ធឹងសណីអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូចនេះតើមានហេតុភេទប្រការដូចម្ដេចកុងហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រាឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាមិនដឹងបើគិតដូចម្ដេចទេប្រពន្ធឡើងឆ្លើយថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆេតងូតទឹកឲ្យសបាយខ្លួនចោះកុងហ៊ានលីប្រពន្ធលួញលោមដូច្នោះបានធូរចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់នឹងទៅច្បាំងលុះរៀបរួចហើយដល់បានវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចទៅច្បាំងយកទៀងប្រពន្ធទៅផងកុងហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេផុលហែហំអំមុខក្រោយជិះក្បួនទ័ពត្រៀបត្រាពាសពេញប្រដឹង